ជំរាបសួរចាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបធ្វើតែត្រជាក់ឬមួយដុំឡហានគួយណាសម្រាប់គ្រឿងផ្សំគឺមានត្រឹមតែស្ករក្រាមលឹកតើយមានក្រៀមហើយនិងដុំឡហានគួយតែប៉ុណ្ណោះសម្រាប់របៀបធ្វើឡហានគួយនេះគឺមានពីរវិធីណាបងប្អូនទាំងអស់គ្នាអាចឆុងញ៉ាំភ្លាមៗក៏បានឬបងប្អូនអាចដាំបន្ថែមជាមួយមានក្រៀមលឹកតើយបែបនេះក៏បានអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងពីរវិធីតែម្ដងតែឥឡូវនេះខ្ញុំធ្វើជាមួយនឹងវិធីទី1សិនសម្រាប់ដុំឡហានគួយមួយដុំគឺវាមាន10ដុំតូចនៅក្នុងនឹងមួយប្រទេសដូចថ្នាំពេទ្យយើងអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំបានដាក់ទឹកចំនួន1លីត្រកន្លះនៅក្នុងឆ្នាំងដល់ពេលដែលទឹកពុះហើយដាក់លឹកតើយចូលបន្ទាប់មកបងប្អូនទាំងអស់គ្នាធ្វើការដាក់ជាមួយនឹងដុំឡហានគួយរបស់យើងចូលអញ្ចឹងទឹក1លីត្រកន្លះបងប្អូនធ្វើដាក់3ដុំតូចសម្រាប់ទឹក1លីត្រកន្លះបើបងធ្វើច្រើនលីត្រជាងហ្នឹងបងប្អូនគុណទៅតាមហ្នឹងឧទាហរណ៍បងដាក់ទឹក3លីត្របងដាក់ដុំឡហានគួយចំនួន6ដុំអញ្ចឹងណាបងគុណតាមហ្នឹងអញ្ចឹងសម្រាប់ការធ្វើរបស់ខ្ញុំធ្វើមួយឆ្នាំនេះគឺញ៉ាំល្មមមកគ្រួសារខ្ញុំគុណក្មេងហើយនឹងពួកខ្ញុំ4 5នាក់អញ្ចឹងទៅគឺល្មមធ្វើញ៉ាំម្សាអស់អញ្ចឹងណាបងប្អូនធ្វើឲ្យបងប្អូនអាចដាក់ចូលទូទឹកកកទុកខ្លះសេញ៉ាំថ្ងៃក្រោយទៀតក៏បានដែរបងប្អូនអញ្ចឹងបន្ទាប់ពីដាក់ដុំឡហានគួយចូលឲ្យបងប្អូនទាំងអស់គ្នាធ្វើការដាក់មានក្រៀមចូលមានក្រៀមនេះគឺជួយឲ្យត្រជាក់ក្នុងដុំឡហានគួយក៏ជួយឲ្យត្រជាក់ក្នុងដែរអញ្ចឹងយើងស្ងោរពីមុខនឹងចូលគ្នាគឺវាល្អសម្រាប់សុខភាពខ្លាំងជាពិសេសខាងក្តៅអញ្ចឹងបងប្អូនទាំងអស់គ្នាហើយសម្រាប់មានក្រៀមរបស់យើងខាងខ្ញុំមានលក់បងប្អូនទាំងអស់គ្នាចង់កំងចង់បានគឺអាចតាក់ទងមកបានដុំឡហានគួយក៏ដូចគ្នាហើយជាមួយរូបមន្តនេះគឺខ្ញុំធ្វើដាក់ទឹកកកបន្ថែមអញ្ចឹងខ្ញុំត្រូវការថែមស្ករចំនួនបន្តិចអញ្ចឹងបងប្អូនទាំងអស់គ្នាថែមស្ករ2វែកអីភ្លក់ទៅតាមមាត់របស់យើងចូលចិត្តផ្អែមតិចផ្អែមខ្លាំងប៉ុណ្ណាបងគិតថាប៉ុណ្ណាល្មមបងថែមស្ករប៉ុណ្ណឹងចុះសម្រាប់ស្ករដែលខ្ញុំប្រើគឺប្រភេទស្ករក្រាមមានលក់នៅហាងផ្ទះបាយម៉ាលីដូចគ្នាណាអញ្ចឹងបន្ទាប់ពីយើងដាក់ស្ករដាក់គ្រឿងក្រៅចូលទៅអស់ហើយបងប្អូនទាំងអស់គ្នាត្រូវដាំវាឲ្យរលាយទាំងអស់ណាដូចស្ករដូចអីយើងត្រូវកូរវាឲ្យរលាយអស់ហើយបងប្អូនបិទហ្គាសលើកទុកឲ្យត្រជាក់ជាការស្រេចអញ្ចឹងសម្រាប់រូបមន្តទី1ដែលខ្ញុំធ្វើបង្ហាញបងប្អូននេះគឺខ្ញុំធ្វើដើម្បីដាក់ថែមជាមួយនឹងទឹកកកអញ្ចឹងខ្ញុំត្រូវធ្វើរសជាតិរៀងផ្អែមបន្តិចពេលដែលយើងដាក់ទឹកកកចូលទៅគឺរសជាតិវាស្រាលល្មមញ៉ាំអញ្ចឹងបងទាំងអស់គ្នាបើបងធ្វើរួចបងច្រកដបដាក់ខ្លះសេបងអាចបន្ថយស្ករយើងធ្វើរសជាតិរៀងស្រាលយើងលើកញ៉ាំតែម្ដងដែលអត់បន្ថែមទឹកកកគឺវាល្មមសម្រាប់យើងធ្វើអត់ដាក់ទឹកកកអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអាចថែមថយស្ករតាមនឹងបានអញ្ចឹងអានេះបន្ទាប់ពីធ្វើឲ្យខ្ញុំអត់បានទុកវាឲ្យត្រជាក់ទេដាក់ទឹកកកដាក់ដួសដាក់កែវដាក់ចែកជូនក្មេងៗម្នាក់មកកែវតែម្ដងពួកគាត់បិទអវ៉ាន់រួចម៉ោមអញ្ចឹងទៅញ៉ាំមិនកែវត្រជាក់អញ្ចឹងទៅវាបាត់ហត់មានកម្លាំងមកវិញតែម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងតែត្រជាក់នេះគឺត្រជាក់ក្នុងជំនួយសុខភាពជំនួយកម្លាំងបងប្អូនទាំងអស់គ្នាល្អជាងយើងញ៉ាំគ្រឿងកំប៉ុងផ្សេងបានដាក់មានក្រៀមតែអីចឹងទៀតរសជាតិគឺដឹងតែឆ្ងាញ់តែម្ដងក្មេងៗក្នុងផ្ទះខ្ញុំជួយចិត្តញ៉ាំទាំងអស់អញ្ចឹងមកបងចង់សាកបងអាចធ្វើការកម្មគ្រឿងផ្សំទាំងអស់នៅក្នុងเพจផ្ទះបាយម៉ាលីបានណាសម្រាប់របៀបធ្វើទី2របស់យើងគឺកាន់តែងាយទៀតនេះបងប្អូនអាចឆុងញ៉ាំមួយថ្ងៃ2ទៅ3កែវបានគេមានដាក់នៅលើប្រអប់ដូចគ្នាណាយើងគ្រាន់តែដាក់ដុំឡហានគួយរបស់យើងចូលទៅក្នុងកែវហើយដាំទឹកក្តៅឲ្យពុះរួចចាក់ចូលទឹកក្តៅយើងអាចដាក់ដល់ចំណុះត្រឹម100 ml បងប្អូនទាំងអស់គ្នាហើយយើងអត់បន្ថែមស្ករទេអានេះគ្រាន់តែយើងដាក់ទឹកក្តៅចូលហើយកូរវារលាយហើយញ៉ាំបានតែម្ដងព្រោះនៅក្នុងដុំឡហានគួយនេះគេមានជាតិផ្អែមមកពីស្ករអំពៅស្រាប់ហើយអញ្ចឹងបងធ្វើដាក់ទឹកតិចឆុងម្ដងមួយកែវញ៉ាំបែបនេះបងអត់បាច់បន្ថែមស្ករបន្ថែមអីទៀតទេគឺកូរឲ្យរលាយអាចយកទៅញ៉ាំបានតែម្ដងចង់បន្ថែមទឹកកកអីគឺក៏បានដែរបងណាហើយបើបងធ្វើរូបមន្តទី1ដូចខ្ញុំធ្វើមិញគឺយើងត្រូវដាក់ទឹកច្រើនអញ្ចឹងយើងត្រូវបន្ថែមស្ករចូលដើម្បីឲ្យរសជាតិវារៀងផ្អែមដិតបន្តិចអញ្ចឹងបងទាំងអស់គ្នាហើយមួយទៀតគឺយើងត្រូវការបន្ថែមទឹកកកអីយើងត្រូវឆុងរៀងផ្អែមដូចការធ្វើឆុងម្ដងមួយកែវបែបនេះក៏ដូចគ្នាបើបងចង់ដាក់ថែមទឹកកកអញ្ចឹងដូចខ្ញុំបងដាក់ទឹកត្រឹម80 ml ឬ90 ml អញ្ចឹងទៅរសជាតិវារៀងផ្អែមមុតបន្តិចយើងបន្ថែមទឹកកកទៅវាអត់សូវសាបពេកបើបងដាក់ទឹកច្រើនពេលដែលយើងបន្ថែមទឹកកកហើយរសជាតិវាអាចសាបអញ្ចឹងណាបងទាំងអស់គ្នាអញ្ចឹងអាចច្នៃទៅតាមការចូលចិត្តបានអញ្ចឹងបើបងទាំងអស់គ្នាចង់បានគ្រឿងផ្សំទាំងអស់នេះបងអាចកម្មក្នុងเพจរបស់ខ្ញុំបានហើយបងចង់បានអវ៉ាន់ផ្សេងទៀតបងអាចចូលមើលនៅក្នុងเพจផ្ទះបាយម៉ាលីបាន